គឺណាទៀននេះគឺជាទិដ្ឋភាពប្រសង់កំពុងតែប្រឡងនៅប្រទេសភូមាបាទហើយក៏មានការរំជួយអគាររហូតដល់មានការបាក់បែកធ្លាក់មកលើប្រកេះប្រសង់ហើយជាពិសេសហ្នឹងព័ត៌មានបានបញ្ជាក់ថានៅទីក្រុងម៉ាន់ដាលេនៃប្រទេសភូមាគឺមានការរំជួយផែនដីប៉ះពាល់វត្តអារាមនិងកន្លែងទីសាធារណៈជាច្រើនហើយអ្វីដែលសំខាន់មួយទៀតនោះគឺតាមវត្តនានាគឺមានការបាក់បែកសាលាឆាន់ក៏ដូចជាកុដិស្នាក់នៅរបស់ព្រះសង្ឃហើយបើតាមព័ត៌មានដតីទៀតគឺឃើញមានការបាក់ស្ពានទៀតបាទអញ្ចឹងគឺពិតជាគួរឲ្យអាណិតអាសូរណាស់ចំពោះព្រះសង្ឃភូមានិងប្រជាជនភូមាដែលបានជួបគ្រោះថ្នាក់ដល់សែនរន្ធត់នេះបាទនឹងហើយញាតិញោមគឺគួរឲ្យសំណោះគុណចាស់គ្រប់ព្រះអង្គមែនទែនតែបានជួបនៅហេតុការណ៍ដ៏មិនគួរឲ្យនឹកស្មាននេះហើយថ្មធ្លាប់ជួបប្រទេសពីរដងដែរនៅប្រទេសភូមាប៉ុន្តែការនោះគឺมันមានការរំជួយផែនដីធ្ងន់ធ្ងរដូចលើកនេះទេហើយដោយញាតិញោមដឹងស្រាប់ហើយថានៅប្រទេសភូមាគឺជាប្រទេសមួយដែលកំពុងតែមានវិបត្តិសេដ្ឋកិច្ចតាក់ទងនយោបាយអីជាដើមនឹងបាទនិយាយទៅគឺទុកជន់ទុកបាទទុកជន់ទុកគឺពិតជាគួរឲ្យអាណិតអាសូរមែនតើអញ្ចឹងបានថាពេលដែលយើងបានសុខសាន្តហើយកុំភ្លេចសន្សំបុណ្យថែមទៀតណាញាតិញោមណាព្រោះយើងមើលមិនឃើញទេបាទ